ក្នុងប្រទេសយើងកំពុងតែវាមានសង្គ្រាមផងហើយវាពិបាកនឹងទទួលយកដែរបងដោយសារវាប៉ះពាល់ទឹកកិច្ចយ៉ាងខ្លាំងហើយការប្រកួតយំទៅយើងសប្បាយដែរតែយើងសប្បាយថាលេខទុកហ៎បងអញ្ចឹងវាពិបាកហើយដល់ពេលមកខ្សែក្រវ៉ាត់ទី2នេះគឺដូចគ្នាទៀតគឺយើងទៅដដើមហ្នឹងប្រទេសយើងវាជួបសង្គ្រាមទៀតអញ្ចឹងវាប៉ះពាល់អារម្មណ៍ដល់យើងផងហើយពេលយើងឡើងប្រកួតយើងពិបាកមែនតើបងបាទដូចដឹងស្រាប់ហើយកាលមុនអ៊ំម៉ាសេរីគាត់រៀបកម្មវិធីអញ្ចឹងយើងបាត់យូរមែនតើអញ្ចឹងគ្រូគាត់មានកម្មវិធីកម្មអីចឹងគាត់ឲ្យយើងចាប់ផ្ដើមហាត់ MMA មួយទៀតគឺគុណចម្រុះហ្នឹងចាប់ផ្ដើមហាត់ទៅក៏យើងចាប់បានលឿនហើយយើងវាថាខួរក្បាលយើងទៅវាចាប់បានអាការវាយគ្នាអញ្ចឹងយើងចាប់បានលឿនក៏គ្រូគាត់ឲ្យយើងបញ្ចេញសមត្ថភាពហ្មងបងចាអញ្ចឹងប្រកាសជាទស្សនិកជនចង់ដឹងថាហេតុអីបានជាដាក់ឈ្មោះកូរ៉ាមេច័ន្ទរីកបែបនេះអ្នកណាជាអ្នកដាក់ឲ្យឈ្មោះនេះដំបូងឡើងគឺលោកគ្រូគាត់ដាក់ឲ្យហើយដែលឈ្មោះហ្នឹងគឺវាមានន័យជ្រៅដោយសារគាត់គូបាននៅលទ្ធផលយ៉ាងត្រចះត្រចង់តាមរយៈការបង្ហាញជូននៅខ្សែក្បាត់នៅលើតុនេះផ្ទាល់តែម្ដងទស្សនិកជនចាគឺកូរ៉ាមេច័ន្ទរីទៅតែដដើមបានគឺខ្សែក្បាត់ចំនួន2គ្រឿងពីប្រទេសវៀតណាមចង់ឲ្យជម្រាបជូនថាព្រឹត្តិការណ៍នេះមានឈ្មោះអ្វីហើយការប្រកួតនេះបែបណាដែរលោកនាងជាទីមេត្រីសូមស្វាគមន៍មកកាន់វគ្គកិច្ចសម្ភាសន៍នៅក្នុងកម្មវិធីព័ត៌មានកីឡាប្រចាំថ្ងៃទូរទស្សនិកជនជាទីមេត្រីនៅក្នុងសប្តាហ៍នេះលោកអ្នកនឹងបានទស្សនានៅកិច្ចសម្ភាសន៍រវាងនាងខ្ញុំនិងកីឡាករដែលកំពុងតែមានភាពល្បីល្បាញនៅក្នុងប្រទេសកម្ពុជាមែនទែនចាស់ហើយវ័យក្មេងថែមទៀតផងនោះគឺកូរ៉ាមេច័ន្ទរីចានៅពេលនេះគាត់កំពុងតែស្ថិតនៅក្នុងបន្ទប់ផ្សាយស្វាគមន៍នៅវត្តមានរបស់គាត់ចាជំរាបសួរបាទជំរាបសួរបងសុខសប្បាយអូនសុខសប្បាយធម្មតាបងចាអរគុណទូរទស្សនិកជនជាទីមេត្រីនេះខ្ញុំសូមជម្រាបជូនសាជាថ្មីកូរ៉ាមេច័ន្ទរីដែលមានឈ្មោះពិតហៅថាផេងសុបញ្ញាចាប៉ុន្តែជឿជាក់ថាប្រិយមិត្តទូរទស្សនិកជនដែលគ្រប់គ្រងនៅវិស័យកីឡាប្រដាល់ប្រកាសជាស្គាល់ឈ្មោះតាមរយៈកិត្តិនាមរបស់កូរ៉ាមេច័ន្ទរីអញ្ចឹងប្រកាសជាទស្សនិកជនចង់ដឹងថាហេតុអីបានជាដាក់ឈ្មោះកូរ៉ាមេច័ន្ទរីបែបនេះអ្នកណាជាអ្នកដាក់ឲ្យឈ្មោះនេះដំបូងឡើងគឺលោកគ្រូគាត់ដាក់ឲ្យហើយដែលឈ្មោះហ្នឹងគឺវាមានន័យជ្រៅដោយសារគាត់ដោយយកពីសត្វពីព្រះអង្គព្រះវិស្ណុមកដាក់ដោយឈ្មោះមួយដោយកីឡាករផ្សេងហ្នឹងគឺមានឈ្មោះប្លែកៗហ្នឹងគឺដោយសារគាត់ដកស្រង់ពីឯកសារចាស់ពីបុរាណកាលមកបងចាអញ្ចឹងមកថាសុទ្ធសឹងតែមានអត្ថន័យគ្រប់គ្រាន់នៅក្នុងការដែលពេលយើងធ្វើការប្រកួតទៅថែមជាមួយនឹងក្បាច់ស្នៀតរបស់យើងទៀតកាន់តែធ្វើឲ្យយើងទទួលបានភាពជោគជ័យណាចាប៉ុន្តែមុននឹងឈានទៅសំណួរផ្សេងទៀតសួរសិនសុខសប្បាយអត់សុខសប្បាយបងចាជាពិសេសគឺទទួលបាននៅលទ្ធផលយ៉ាងត្រចះត្រចង់តាមរយៈការបង្ហាញជូននៅខ្សែក្បាត់នៅលើតុនេះផ្ទាល់តែម្ដងទស្សនិកជនចាគឺកូរ៉ាមេច័ន្ទរីទៅតែដដើមបាននៅមេដៃចាជាស្រ័យគឺខ្សែក្បាត់ចំនួន2គ្រឿងពីប្រទេសវៀតណាមចង់ឲ្យជម្រាបជូនថាព្រឹត្តិការណ៍នេះមានឈ្មោះអ្វីហើយការប្រកួតនេះបែបណាដែរបាទបងកម្មវិធីគឺឈ្មោះ God of Martial Art គឺស្ថិតនៅប្រទេសវៀតណាមហើយការប្រកួតវិញគឺវាយគុណចម្រុះបងចាគុណចម្រុះបាទចាហើយការប្រកួតបែបណាដែរទៅធ្វើឲ្យយើងអាចឈានទៅការដណ្ដើមយកខ្សែក្បាត់រហូតដល់ទៅ2គ្រឿងបែបនេះគឺដំបូងឡើយគឺយើងវាយដូចយើងណៃគឺយើងជំរុះជុំ1ជុំ2ដើម្បីឈានដល់ការវាយខ្សែក្បាត់លើកទី1ហើយខ្សែក្បាត់លើកទី1ហ្នឹងយើងក៏ទទួលបានជ័យជំនះហើយយើងចាំពូលផ្សេងមួយទៀតដែលគាត់វាយដណ្ដើមដូចយើងដែរបានខ្សែក្បាត់ដូចគ្នាហើយក៏ប្រកួតចុងក្រោយហ្នឹងគឺម្ចាស់ខ្សែក្បាត់ប៉ះម្ចាស់ខ្សែក្បាត់ដើម្បីយកខ្សែក្បាត់មួយនេះខ្សែក្បាត់មួយនេះគឺដូចជា upgrade ពីខ្សែក្បាត់ទី1មកខ្សែក្បាត់ទី2បងបាទអញ្ចឹងមកថានៅពេលដែលយើងឈ្នះបានមេដាយមួយគ្រឿងហើយយើងទៅជួបជាមួយនឹងអ្នកឈ្នះខ្សែក្បាត់មួយគ្រឿងហើយជួបជាមួយអ្នកឈ្នះមួយគ្រឿងទៀតបន្ទាប់មកវាយចាវាយយកខ្សែក្បាត់មួយទៀតចាប៉ុន្តែឧទាហរណ៍ថាបើសិនជាកំឡុងពេលហ្នឹងយើងចាញ់បានន័យថាយើងបាត់បង់ខ្សែក្បាត់របស់យើងបាទបាត់បង់ខ្សែក្បាត់រូបនេះហើយបើខ្សែក្បាត់ទី1គឺអត់ទេបងបាទចាទូរទស្សនិកជនអញ្ចឹងបានន័យថាការប្រកួតនេះគឺមិនងាយស្រួលទេដោយសារតែកូរ៉ាមេទើបតែឈ្នះបានមួយហើយបន្ទាប់មកទៀតបានយើងធ្វើការប្រកួតជាបន្តដណ្ដើមបានរហូតដល់ទៅ2គ្រឿងនៅពេលដែលយើងឈ្នះបានខ្សែក្បាត់ចំហៀនដំបូងមួយគ្រឿងសិនមានអារម្មណ៍បែបណាដែរកាលនោះគឺមានអារម្មណ៍រំភើបសប្បាយហើយវាលាយឡំជាមួយការក្នុងប្រទេសយើងកំពុងតែវាមានសង្គ្រាមផងហើយវាពិបាកនឹងទទួលយកដែរបងដោយសារវាប៉ះពាល់ទឹកកិច្ចយ៉ាងខ្លាំងហើយការប្រកួតយំទៅយើងសប្បាយដែរតែយើងសប្បាយថាលេខទុកហ៎បងអញ្ចឹងវាពិបាកហើយដល់ពេលមកខ្សែក្បាត់ទី2នេះគឺដូចគ្នាទៀតគឺយើងទៅដដើមហ្នឹងប្រទេសយើងវាជួបសង្គ្រាមទៀតអញ្ចឹងវាប៉ះពាល់អារម្មណ៍ដល់យើងផងហើយ
ពេលយើងឡើងប្រកួតយើងពិបាកមែនតើហ្មងពិបាកបែងចែកអារម្មណ៍ ចាបានន័យថាសម្ពាធផ្លូវចិត្តរបស់យើងក៏កំពុងតែគិតប្រទេសជាតិផងប៉ុន្តែយ៉ាងណាក៏ដោយក៏យើងនៅតែត្រៀមដើម្បីធ្វើការផ្ដួលយកដៃគូរបស់យើងដែរផ្ដួលជ័យជំនះចាប៉ុន្តែយ៉ាងណាក៏ដោយគឺយើងធ្វើទទួលបាននូវភាពជោគជ័យយ៉ាងទៅចាស់ទៅចង់មែនទែនចាហើយសម្រាប់ការប្រកួតនៅទីនោះឃើញថាមានការគ្រប់គ្រងនៅលើកទឹកចិត្តច្រើនចាពីបងប្អូនប្រជាជនកម្ពុជាចានៅពេលដែលយើងបានន័យថាឈ្នះបានខ្សែក្រវ៉ាត់មួយគ្រឿងដល់ពេលឈ្នះទី2ទៀតមុននឹងប្រកួតហ្នឹងមានក្នុងចិត្តខ្លួនឯងគិតថាឈ្នះដែរទៀតអត់ ក្នុងចិត្តយើងគិត50-50បងដោយសារកីឡាករខាងវៀតណាមហ្នឹងគឺគេម្ចាស់ផ្ទះហើយគេជុំទៅគេល្អហ្មងអញ្ចឹងយើងសម្រាប់យើងហ្មងគឺវាពិបាកដោយសារយើងប្រឡូកនៅក្នុងគុណចម្រោះហ្នឹងវាអត់សូវមានបទពិសោធន៍ច្រើនហើយយើងអ្វីដែលបែបអាជីពហ្មងវាយើងអត់សូវមានបទពិសោធន៍អញ្ចឹងវាអារម្មណ៍យើងតាក់ទើដែរបងដល់ពេលយើងចាប់ផ្ដើមប្រកួតទៅយើងចេះគិតយំទៅគិតសាហាវគិតសាហាវហ្មងចាត្រូវហើយពីព្រោះអីតម្រុំដែលយើងអាចយកឈ្នះដៃគូបានតើតើយើងមានយុទ្ធសាស្ត្រដែរចាយើងសុទ្ធសឹងតែដឹងថាកីឡាករគេខ្លាំងលើអីដែរណោះចាចង់ដឹងពីប្រវត្តិរបស់កូរ៉េបន្តិចកន្លងមកយើងលេងលើប្រភេទកីឡាអីដែរកន្លងមកកាលពីខ្ញុំចាប់ផ្ដើមដំបូងគឺគុនខ្មែរបងគុនខ្មែរបាទដល់ពេលខ្ញុំចាប់ផ្ដើមគុនខ្មែរតាំងខ្ញុំនៅក្មេងៗខ្ញុំហាត់លេងហាត់ដើម្បីយើងដឹងស្រាប់យើងចង់សុបាយបងឲ្យតែបានសុបាយយើងស្អីក៏យើងធ្វើដែរអញ្ចឹងយើងហាត់លេងយូរទៅក៏យើងបានវាយឈ្មោះកូនខ្មែរដល់ពេលយើងបានវាយទៅយើងគ្រូគាត់សាកល្បងឲ្យយើងវាយ kickboxing ម្ដងដល់ពេលដោយសារគាត់ដោយសារល្បងហ្នឹងដោយសារយើងឃើញយើងហ្នឹងវាលះលហួននឹងចេញចូលវាយអីវាមើលទៅអាចនឹងចូល kickboxing បានអញ្ចឹងក៏គាត់ដាក់ចូល kickboxing ដល់ពេលដាក់ចូល kickboxing ក៏ទទួលបានសមិទ្ធផលល្អដល់ពេលឡើយគាត់គុណចម្រោះនេះគឺបាត់ពីប្រទេសយើងយូរហើយបងវាខានយូរហើយដោយសារដូចដឹងស្រាប់ហើយកាលមុនអ៊ំម៉ាសេរីគាត់រៀបកម្មវិធីអញ្ចឹងយើងបាត់យូរមែនតើអញ្ចឹងគ្រូគាត់មានកម្មវិធីកម្មអីអញ្ចឹងគាត់ឲ្យយើងចាប់ផ្ដើមហាត់ MMA មួយទៀតគឺគុណចម្រោះហ្នឹងចាប់ផ្ដើមហាត់ទៅក៏យើងចាប់បានលឿនហើយយើងវាថាខួរក្បាលយើងទៅវាចាប់បានអាការវាយគ្នាអញ្ចឹងយើងចាប់បានលឿនក៏គ្រូគាត់ឲ្យយើងបញ្ចេញសមត្ថភាពហ្មងបងបាទបើថាគ្រូបង្វឹកដំបងរបស់យើងជាអ្នកណាដែរគឺលោកគ្រូហ៊ុនច័ន្ទរាជហ៊ុនច័ន្ទរាជតែម្ដងណោះអូចាពិសេសមែនទែនចាអញ្ចឹងបើនិយាយភ្ជាប់ជាមួយនឹងការប្រភេទកីឡា MMA ចាអ្វីដាក់ទ្រង់បន្តិចដំបងឡើយហ៊ុនច័ន្ទរាជគឺគាត់មកប្រទេសកម្ពុជាក្នុងកំឡុងពេលនោះតែម្ដងចាដែលកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះនៅឯកោះពេជ្រចាអញ្ចឹងក៏លេចវត្តមានហ៊ុនច័ន្ទរាជហើយប៉ុន្តែយ៉ាងណាក៏ដោយក៏រសារទៅដល់លោកគ្រូហ៊ុនច័ន្ទរាជដែលបានរួមដំណើរជាមួយនឹងកម្ពុជានៅក្នុងការរក្សានៅការប្រកួតដាក់ទ្រង់បែបនេះហើយជាពិសេសគឺនាំកីឡាករកីឡាការិនីទៅប្រកួតលើឆាកអន្តរជាតិទទួលបាននូវកេរ្តិ៍ឈ្មោះល្បីល្បាញនៅពេលដែលយើងចាប់ផ្ដើមកំឡុងពេលដែលខ្លាយទៅជាកីឡាករដំបូងចូលវឹកហាត់ដំបូងស្រឡាញ់ខ្លួនឯងតែម្ដងឬមិនក៏មានការជំរុញពីអាណាព្យាបាលរបស់យើងគឺស្រឡាញ់ខ្លួនឯងបងកាយយើងចូលហាត់ដំបូងហ្នឹងហើយអាណាព្យាបាលគឺប៉ាម៉ាក់ហ្នឹងគាត់ហាមឃាត់យើងគាត់មិនហាមឃាត់ដោយសារអីគាត់ឲ្យយើងហាត់ចោះតែកុំឲ្យបញ្ចេញសមត្ថភាពឬឡើងប្រកួតឡើងអីដោយសារឪពុកម្ដាយគាត់អត់ចង់ឃើញកូនឈឺខ្លួនហើយឃើញកូនគេវាយអញ្ចឹងណាបងអញ្ចឹងគាត់ថាឲ្យហាត់លេងហាត់ដល់ពេលយើងហាត់ទៅក៏វាសមត្ថភាពយើងវាចេះតែមានអញ្ចឹងក៏យើងចង់បញ្ចេញសមត្ថភាពតែយើងអត់ប្រាប់គាត់ថាយើងមកប្រកួតទេចាត្រូវហើយចាពីព្រោះនៅពេលដែលយើងឡើងប្រកួតអាចនឹងគាត់ឃើញទៅឃើញគេវាយកូនខ្លួនឯងមិនដឹងថាជឿចាប់ប៉ុណ្ណាណាបង